Avatar 07L អំពាក់មកជាមួយ motor 3 អាចផ្លិតកម្លាំងបាន955សេះបើទទួលការកក់នៅចិនហើយដូច្នេះមិនយូរទេនឹងមានវត្តមាននៅខ្មែរដែរហើយ Yamaha Avatar ក៏ជា brand រថយន្តមួយទទួលបានការគាំទ្រខ្លាំងនៅប្រទេសកម្ពុជាផងដែរមូលហេតុដែលរថយន្តនេះទទួលបានការគាំទ្រខ្លាំងបែបនេះគឺដោយសារតែវាផលិតមកមានការសហការរួមគ្នាជាមួយក្រុមហ៊ុនចិនយក្សចំនួន3គឺក្រុមហ៊ុន Chang'an Huawei និង CLTC ដែលជាក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីលំដាប់ពិភពលោកអ្វីដែលកាន់តែពិសេសនៅពេលបច្ចុប្បន្ននេះ Avatar ក៏មានក្រុមហ៊ុននាំចូលជាផ្លូវការនៅប្រទេសកម្ពុជាផងដែរដូច្នេះធ្វើឲ្យបងប្អូនកាន់តែមានទំនុកចិត្តលើ Yamaha នេះបន្ថែមទៀតឥឡូវងាកមកមើលសាច់រឿងយើងវិញសម្រាប់រថយន្ត Avatar 07L បើកទទួលការកក់នៅចិនមានតែជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធផ្ដល់មកជាមួយជម្រើសពីរ model ផ្សេងគ្នាដែលក្នុងនោះ model Avatar 07L Max Plus មានតម្លៃ $36,895 ចំណែក Avatar 07L Ultra មានតម្លៃ $41,325 ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកន្លងមកក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន MMIT ក៏បានបង្ហាញឲ្យដឹងថា model 07L នេះក៏មានជម្រើសប្រើប្រាស់សាំងលាយអគ្គិសនី EOEV ផងដែរប៉ុន្តែគិតត្រឹមពេលបច្ចុប្បន្ននេះក្រុមហ៊ុនបើកទទួលការកក់តែជម្រើសប្រភេទអគ្គិសនីសុទ្ធប៉ុណ្ណោះឥឡូវកុំឲ្យខាតពេលមកដឹងពីកម្រិតសមត្ថភាពរបស់រថយន្ត Avatar 07L ដែលកំពុងបើកទទួលការកក់នៅចិននេះវិញម្ដងចំពោះ Avatar 07L Max Plus បានប្រើប្រាស់ម៉ូទ័រអគ្គិសនីនៅកង់ខាងក្រោយអាចផ្លាស់កម្លាំងបាន305 kW ឬស្មើនឹង409សេះអាចចុះស្ទុះពីកុងទ័រ0ដល់100 km ក្នុង1ម៉ោងប្រើពេលត្រឹមតែ 5.9 វិនាទីនិងបានអំពាក់មកជាមួយអាគុយប្រភេទ LFP ទំហំ 89.33 kW ម៉ោងសាកមួយពេញអាចបើកបរបានចម្ងាយរហូតដល់ 725 km គឺតាមស្តង់ដារវាស់ចម្ងាយ CLTC ងាកមកមើល model 07L Ultra បានអំពាក់ជាស្តង់ដារនៅប្រព័ន្ធបូមខ្យល់ sensor LiDAR ចំនួន896បន្ទាត់របស់ក្រុមហ៊ុន Huawei អេក្រង់ទំហំ 35.4 អ៊ីងអូកាត់ពេញទទឹងផ្ទៃតាបឡូពងសុវត្ថិភាពចំនួន9គ្រាប់ទ្វារដំណើរការដោយថាមពលអគ្គិសនីនិងថាកង់ទំហំ21អ៊ីងបន្ថែមមកជាមួយ Frank Frame 4 piston នៅផ្នែកខាងមុខចំពោះកម្រិតសមត្ថភាពវិញរថយន្តនេះបានអំពាក់មកជាមួយម៉ូទ័រអគ្គិសនីចំនួន3អាចផ្លាស់កម្លាំងបាន712 kW ឬស្មើនឹង955សេះអាចបង្កើនល្បឿនពី0ដល់100 km ក្នុង1ម៉ោងប្រើពេលត្រឹមតែ 3.7 វិនាទីជាមួយគ្នានេះ Avatar 07L Ultra បានអំពាក់មកជាមួយអាគុយ LFP ទំហំ 89.33 kW ម៉ោងសាកថ្មមួយពេញអាចបើកបរបានចម្ងាយ650 km ក៏តាមស្តង់ដារវាស់ចម្ងាយ CLTC បន្ថែមពីនេះរថយន្តនេះក៏គាំទ្រការសាកថ្មល្បឿនលឿនកម្រិត 5C និងបានបំពាក់មកជាមួយប្រព័ន្ធបើកបរឆ្លាតវៃ Huawei Chin Kun ADAS 5.0 ផងដែរ